សូមជម្រាបសួរលោកគ្រូអ្នកគ្រូនេះជាវីដេអូទី2ហើយសម្រាប់វីដេអូទី2នេះដែរគឺក្រុមការងារនឹងបង្ហាញអំពីសញ្ញាណនៃប្រព័ន្ធទិន្នន័យរបាយការណ៍សមិទ្ធកម្មបាទអញ្ចឹងប្រព័ន្ធនៃរបាយការណ៍សមិទ្ធកម្មគឺមាន3ផ្នែកផ្នែកទី1គឺទាក់ទងជាមួយនឹងការបញ្ចូលទិន្នន័យបាទផ្នែកទី2គឺទាក់ទងជាមួយនឹងការរក្សាទុកទិន្នន័យនិងផ្នែកទី3គឺការទាញទិន្នន័យបាទនៅក្នុងផ្នែកបញ្ចូលទិន្នន័យនេះគឺយើងបែងចែកមានន័យថាយើងមានមុខងារ2ការបញ្ចូលទិន្នន័យនេះគឺមានមុខងារ2ទី1គឺការទាញផែនការប្រតិបត្តិចូលទៅក្នុងប្រព័ន្ធបាទអញ្ចឹងការទាញផែនការប្រតិបត្តិចូលទៅក្នុងប្រព័ន្ធនេះគឺក្នុងមួយឆ្នាំគឺយើងនឹងបញ្ចូលឬមួយក៏ទាញចូលតែម្ដងទេបាទអញ្ចឹងការទាញចូលនោះគឺយើងនឹងមានទៅលើទាញចូលនៅលើសកម្មភាពថវិកាក៏ដូចជាសូចនាករបាទការបញ្ចូលមួយទៀតគឺការបញ្ចូលលទ្ធផលអញ្ចឹងទៅតាមត្រីមាសនីមួយៗអង្គភាពឬមួយក៏អ្នកអនុវត្តសកម្មភាពហ្នឹងគាត់ត្រូវតែបញ្ចូលលទ្ធផលសម្រាប់បាននៃការអនុវត្តសកម្មភាពថវិកាក៏ដូចជាការវិនិច្ឆ័យសូចនាករបាទអញ្ចឹងនៅក្នុងនោះគឺការបញ្ចូលលទ្ធផលគឺគាត់ត្រូវបញ្ចូលមាន2គឺមានតារាងបច្ចុប្បន្នកនិងតារាងបច្ចុប្បន្នខដែលតារាងបច្ចុប្បន្នកគឺនឹងរាយការណ៍អំពីការអនុវត្តសកម្មភាពក៏ដូចជាថវិកាដែលឡាយតារាងបច្ចុប្បន្នខវិញគឺនឹងរាយការណ៍អំពីការវិនិច្ឆ័យសូចនាករថវិកាក៏ដូចជាសូចនាករសមិទ្ធកម្មបាទចូលមកដល់ផ្នែកទី2ការរក្សាទុកទិន្នន័យអញ្ចឹងការរក្សាទុកទិន្នន័យនៅក្នុងប្រព័ន្ធដែលក្រុមការងារបានរៀបចំគឺយើងបានរៀបចំទិន្នន័យទាំងអស់នោះទៅតាមត្រីមាសមានន័យថាគាត់នឹងរក្សាទុកទិន្នន័យទៅតាមត្រីមាសលើការអនុវត្តសកម្មភាពការអនុវត្តថវិកាការសម្រេចបាននៅសូចនាករក៏ដូចជាការគណនាទិន្នន័យសម្រាប់ឲ្យអ្នករៀបចំគាត់អាចយកទិន្នន័យទាំងអស់នោះទៅរៀបចំចេញជារបាយការណ៍បាទនៅផ្នែកទី3គឺផ្នែកទាញទិន្នន័យបាទអញ្ចឹងពេលដែលតាមត្រីមាសនីមួយៗពេលដែលលោកគ្រូបានបញ្ចូលទិន្នន័យរួចរាល់អស់ហើយលោកគ្រូអាចទាញទិន្នន័យបានជាទិន្នន័យសង្ខេបសម្រាប់ទិន្នន័យសង្ខេបនេះគឺយើងនឹងមានជាតារាងហើយតារាងនេះនឹងបង្ហាញអំពីចំនួននៃការអនុវត្តសកម្មភាពតវកាសូចនាករទៅតាមកម្មវិធីអនុកម្មវិធីនិងជាកម្មភាពដែលឡាយផ្នែកទី2វិញគឺលោកគ្រូអាចទាញបានចេញជារបាយការណ៍និងតារាងប្រព័ន្ធបាទអញ្ចឹងនៅក្នុងប្រព័ន្ធនៃការរៀបចំរបាយការណ៍សមិទ្ធកម្មនេះគឺយើងមាន3ផ្នែកគឺផ្នែកបញ្ចូលគឺមានចែកចេញជា2ទៀតគឺបញ្ចូលផែនការមួយឆ្នាំបញ្ចូលម្ដងសម្រាប់លទ្ធផលនិងបញ្ចូលមួយឆ្នាំ4ដងបាទទៅតាមត្រីមាសហើយការរក្សាទុកទិន្នន័យនិងរក្សាទុកទៅតាមត្រីមាសទៅលើការអនុវត្តផែនការដែលឡាយការទាញទិន្នន័យវិញយើងអាចទាញបានជាតារាងបច្ចុប្បន្នក៏ដូចជារបាយការណ៍បាទអញ្ចឹងសម្រាប់វីដេអូទី2នេះគឺមានប៉ុណ្ណឹងសូមអរគុណលោកគ្រូបាទ